ok chân nó không router này khi configure IP version 6 hay ở hay cô nó mà dương cái ở trong dương configure rip sắm ráp IP version 6 thì how ta rip ng new generation ok chân rip ng này cứ rip next generation is the distance vector routing protocol for IP version 6 address rip next generation is based on rip version 2ចឹងមានន័យថាវាមានលក្ខណៈស្តៀង rip version 2ដែល support authentication ឲ្យទាំងអស់ it has the same administrative distance អញ្ចឹង administrative distance របស់វាគឺប្រហែល120ដូចគ្នាហើយ support 15 hop ដូចគ្នាអូខេអញ្ចឹងយើងឲ្យ configure ទី1ដើម្បី configure routing protocol បានយើងបែរ command IP version 6 unicast routing ដើម្បី configure routing protocol បានទៅមកទៀតយើងបែរ command router rip router rip ហើយដាក់ពាក្យថា Cisco អញ្ចឹង Cisco គឺជាឈ្មោះដើម្បីយើង enable rip ដើម្បីយកទៅ enable interface ណាអញ្ចឹងដល់ពេលយើង enable interface គឺយើងដាក់ពាក្យថា Cisco ដូចគ្នាបើយើងដាក់ connect ដាក់ឈ្មោះអីគេដាក់នៅក្នុង interface វាដាក់ឈ្មោះដូចគ្នាអញ្ចឹងបានតែបាន Cisco ដាក់ឈ្មោះអីក៏បានដែរតែ interface របស់វាគឺដូចអានេះដូចភាសា ID អញ្ចឹងណាភាសា ID លេខ1លេខ2អញ្ចឹងណាអូខេអញ្ចឹងឥឡូវយើងសាកធ្វើមើលអញ្ចឹងនៅក្នុង router លេខ1មាន network អីមិនបាច់ឆ្លល់ទេដោយសារមូលហេតុអីពីអត់ឲ្យប្រើ command network ដោយសារ IP version 6វាច្រើនពេកដល់ពេលអញ្ចឹងយើងណាជាចាំនឹង network ហ្នឹងឥឡូវយើងសូ IP ដែរសុំទោសសូ IP ដែរគឺអត់មានទេដោយសារយើងប្រើ IP version 6អញ្ចឹងយើងឲ្យប្រើគេសូ IP version 6ដែរនេះអញ្ចឹងយើងមាន router ណែអូខេអញ្ចឹងឥឡូវអត់ទាន់មាន RIP ទេណាហើយយើងមាន interface អីខ្លះ so IP version 6 interface RIP អញ្ចឹងមាន interface G0 លើ0ហើយជាមួយនឹង serial 0លើ0អូខេអញ្ចឹងយើង configure terminal route so CDP neighbor ធម្មតាអត់ V6 នេះ CDP neighbor គឺជា protocol នៅក្នុង layer 2អញ្ចឹងអត់ទាក់ទង IP address ឬ IP version 6ទេso IP version 6 connected to so IP 6 down connected ចឹងទៅអត់មានទេso IP version 6 down មាន direct អត់មានពាក្យ connected ទេអូខេឥឡូវយើង configure វាគឺយើងចូល route IP version 6មុន IP version 6 unicast routing ដើម្បី enable routing protocol អូខេ enable ហើយទៅទៀតគឺយើង IP version 6 router RIP ហើយដាក់ឈ្មោះវាដាក់ឈ្មោះឲ្យគេក្នុងនេះគេដាក់ឈ្មោះ Cisco អក្សរធំទាំងអស់ Cisco អញ្ចឹងយើងចង់មើលថាតើយើងចង់ enable RIP នៅក្នុង interface ណាខ្លះអានេះមាន command passive អត់មាន passive interface អញ្ចឹងនៅក្នុងនេះអត់បាត់ passive interface ទេហើយនៅក្នុង router ពិតតែមាននៅក្នុងនេះវា feature limited ណាអូខេឥឡូវយើងចង់ enable network គឺអត់ enable network ក្នុងនេះណាអត់មាន command network ទេឃើញទេអញ្ចឹងយើងត្រូវចែកវិញសិនចូល interface G0 លើ0ហើយយើងវាយពាក្យថា IP version 6 RIP ហើយដាក់ឈ្មោះមកជួយគេមិន Cisco អូខេហើយយើងវាយ enable អានេះ enable បាន interface ហើយឥឡូវចូល interface មួយទៀត interface របស់យើងមាន serial 0 0មួយទៀតអញ្ចឹងចូល interface serial 0លើ0លើ0ហើយយើងវាយពាក្យថា IP version 6 RIP Cisco enable so IP version 6ដែរអត់ទាន់មានទេឥឡូវយើងចូល router នេះមួយទៀត router នេះគឺមាន3 interface អញ្ចឹងយើង enable 3 interface អញ្ចឹងមាន interface ណាខ្លះ so IP version 6 interface brief អញ្ចឹងយើងមាន interface G0 លើ0 serial 0លើ0និង serial 0លើ0លើ1អូខេអញ្ចឹងយើងចូលក្នុង IP version 6 unicast routing សិនដើម្បី enable routing protocol ទៅទៀតយើងវាយពាក្យថា IP version 6 router RIP ហើយដាក់ឈ្មោះវាមកឈ្មោះគេ Cisco ហើយយើងវាយពាក្យថាតែប៉ុណ្្នឹងឯងតែប៉ុណ្្នឹងឯងអូខេទៅមកទៀតយើងចែកមកចូល interface G0 លើ0ហើយយើងវាយពាក្យថា IP version 6 RIP ហើយដាក់ពាក្យយើងរបស់យើងមក Cisco ហើយយើង enable ទៅមកទៀតចូល interface មួយទៀត interface serial 0
0 ឬ 0 ឬ 0 by IP version 6 RIP Cisco enable ចូលមកទៀតចូល interface G0 ឬសំទោស serial 0 ឬ 0 ឬ 1 IP version 6 RIP ពាក្យថា Cisco enable អូខេទៅទៀតអស់ហើយណាឥឡូវយើងសាកសូមមើលរាវយើងប្រកាសជា learn បានរាវពី router លេខ1មករាវហើយមែនទេ so IP version 6រាវវាឃើញមានរាវ RIP មួយឯនេះ learn បានចេញពី router លេខ1តាមរយៈ serial 0 ឬ 0 អូខេឥឡូវយើងចូល router លេខ3ម្ដង router លេខ3គឺមានបាន interface router លេខ3 so IP version 6 interface brief មានតែពីរ interface serial 0 serial 0 ឬ 0 ហើយserial 0 ឬ 0 ឬ 1 ហើយជាមួយនឹង G0 ឬ 0 អញ្ចឹង configure terminal IP unicast routing ហើយទៅទៀត IP version 6អីគេ router ហើយ router ហើយទៀត RIP មុនណាអូខេហើយដាក់ពាក្យថា Cisco ហ្នឹងគឺជាពាក្យ command ទេអញ្ចឹងយើងដាក់ពាក្យអីក៏បានដែរកន្លែងហ្នឹងយើងចង់ដាក់ខ្លួនឯងថាក្រុមហ៊ុនយើងអីដាក់ឈ្មោះអីផ្សេងអញ្ចឹងទៅទៀតយើងចែកចូល interface G0 ឬ 0 ហើយយើងបែរពាក្យថា IP version 6 RIP ដាក់ពាក្យ Cisco របស់យើងហ្នឹងហើយយើងបែរ enable interface ទៅទៀតយើងចូល interface serial 0 ឬ 0 ឬ 1ហើយបែរពាក្យ IP version 6 RIP Cisco enable ហើយដល់ពេលយើងចូលមើលរាវប្រកាសជាមានរាវ3 learn ចេញពី router លេខ2បាន2 router លេខ1អត់1 so IP version 6រាវ RIP អានេះអត់មាន RIP ទេដោយសារវានៅ limited តែនៅក្នុង router ពិតមានអូខេអញ្ចឹងមាន3នេះមានអ3ឯនេះអញ្ចឹងលំហាត់របស់យើងគឺប៉ុណ្ណឹងនេះវាចេញតាម serial 0 ឬ 0 នេះ0 ឬ 1 serial 0 ឬ 1ហើយអានេះមានប៉ុន្មានដេកហប់អានេះឆ្លងកាត់អត់ដាក់ដេកហប់ផងអានេះ2ដេកហប់ណាអញ្ចឹងន័យថាឆ្លងកាត់ពី router ណាអានេះ2ដេកហប់2 router ដល់ពីអានេះ3នេះ router លេខ1នេះលេខ3វាខុសគ្នាត្រង់ថាបើសិនជាយើងនៅក្នុង IP version 4ខ្លួនឯងអត់រឹបទេបើ IP version 6គឺខ្លួនឯងវារឹបដែរមួយដែរអញ្ចឹងវារឹបមួយពីខ្លួនឯងទៅ1 2 1 2 3បើ IP version 4មួយខ្លួនឯងរឹបទេណារឹបពីគេទៅឧទាហរណ៍មិញគឺអានេះដូចយើងចង់មកនេះអញ្ចឹងគឺរឹបពីអានេះ1 2បើ IP version 6រឹបតែខ្លួនឯងទៅ1 2 3មកខុសគ្នាកន្លែងហ្នឹងអូខេឥឡូវសាកធ្វើ lab នៅបង្ហើយមួយអាហ្នឹង enable ដើម្បីយើងអាចវាយ command IP routing RIP ឬក៏ EIGRP វាដែរបើយើងអត់វាយ command IP unicast routing ទេគឺយើងវាយ RIP អត់ស្គាល់ទេអត់ command អត់ស្គាល់មកឈ្មោះគឺឲ្យដាក់ពាក្យថា Cisco គេដាក់តាម